គ្រប់គ្នាកំពុងញ៉ាំសាច់ចៀមរួចងើបមុខសម្លឹងមើលស៊ូឈីងទៅនីវគិតក្នុងចិត្តមុខអាល្អិតនេះស្អាតបាតណាស់មិននឹកស្មានថាចេះធ្វើរកជាងខ្ញុំទៅទៀតនេះជាលើកដំបូងដែលស៊ូឈីងមកបង្ហាញខ្លួននៅផ្នែកចាប់ឧក្រិដ្ឋជនហើយក៏ជាលើកដំបូងដែលបានជួបនីវជាផ្លូវការដែរក្នុងនាមជាមិត្តរួមការងារគេក៏ចាប់ផ្ដើមសួរសុខទុក្ខភ្លាមខ្លាចហើយឬតែស៊ូឈីងបែរជាសម្លឹងមើលលោករបស់គាត់ហើយនិយាយថាកាត់មិនសូវស្អាតសោះនីវគិតថាឥឡូវនេះក្មេងថ្មីសុទ្ធតែពិបាកគ្រប់គ្រងមែនទេប៉ុន្តែសម្ដីនេះត្រូវចិត្តខ្ញុំណាស់ថ្ងៃក្រោយមកតាមខ្ញុំទៅនេះជានិមិត្តសញ្ញារបស់ក្រុមទី6នៃផ្នែកចាប់ឧក្រិដ្ឋជនស៊ូឈីងទទួលយកដែលមានន័យថាចាប់ពីពេលនេះទៅគេក្លាយជាសមាជិកក្រុមចាប់ឧក្រិដ្ឋជនជាផ្លូវការហើយថ្មីនេះក្រុមទី6របស់យើងរងរបួសធ្ងន់ធ្ងរដោយសារតាមចាប់យាយជីវកំពុងខ្វះកម្លាំងមនុស្សដូច្នេះកុំឈប់ផ្លឹកទៀតប្រធានក្រុមនឹងនាំអញទៅដើរល្បាតក្នុងតំបន់តែនរណាក៏មិននឹកស្មានដល់ដើរផ្សារសុកបែរជាជួបតួអង្គដែរចូលចិត្តធ្វើរកបំផុតក្នុងបាក់ឈាមទាំង7គ្រាន់តែលេចមុខភ្លាមក៏ត្រូវគេដើរបុកការប្រមូលផលលើកនេះអ្នកខ្លាំងក្នុងពិភពលោកសុទ្ធតែមានចំណែកឃើញនាងធ្វើរកបែបនេះរាល់ថ្ងៃតើខ្ញុំនៅផ្នែកចាប់ឧក្រិដ្ឋជនប្រថុយជីវិតដើម្បីអ្វីនាងគឺជាសិស្សទី3របស់ម្ចាស់កំពូលភ្នំទី7នៃបាក់ឈាមទាំង7ដូច្នេះក៏មានឈ្មោះថាព្រះនាងទី3ហើយនាងក៏ជាអ្នកដែលចូលចិត្តបង្ហាញខ្លួនដោយធ្វើបំផុតក្នុងបាក់ឈាមទាំង7ធម្មតាមានស្រីស្អាតនៅក្បែរមិនអស់ថែមទាំងមានវិធីបង្ហាញខ្លួនដ៏អស្ចារ្យទៀតឈប់សិនទៅនេះជាផ្លែឈើដែលត្រៀមទុកឲ្យមេធំចាំស្រមោលដែលបានជួបនៅកន្លែងឃុំខាងទេស្រីម្នាក់នោះចិត្តចង្អៀតណាស់កុំថាខ្ញុំមិនបានប្រាប់ឲ្យសោះប្រយ័ត្នខ្លួនផងនីវគិតក្នុងចិត្តខ្ញុំមិនមែនជាអ្នកចិត្តចង្អៀតទេបន្ទាប់មកក៏ណែនាំស៊ូឈីងអំពីចំណុចពិសេសរបស់កំពូលភ្នំទាំង6ទៀតពីទី1ដល់ទី6គឺមានដូចជាការប្រយុទ្ធផលិតថ្នាំបង្ក្រាបសត្វការបង្កើតរង្វង់វេទមន្តនិងការផលិតអាវុធចុះក្រុមទី7វិញចាយលុយនិងទុកវេទមន្តគឺជាចំណុចពិសេសធំបំផុតតែនរណាក៏មិននឹកស្មានដល់តាមពិតស៊ូឈីងចាប់អារម្មណ៍លើសមត្ថភាពស៊ើបការរបស់នីវជាងខាងក្រៅដូចជាកំពុងពន្យល់អំពីបាក់តែតាមពិតបានបដូរតម្រុយគ្នាដោយស្ងាត់រួចហើយតែស៊ូឈីងមិនដឹងទេស្មានថាគ្រប់គ្នាសុទ្ធតែធ្វើរកនេះក៏ជាចំណុចពិសេសមួយរបស់ក្រុមទី7ដែរនាងគឺជាភ្នាក់ងាររបស់ខ្ញុំទើបខ្ញុំឲ្យធ្ងន់វិញ្ញាណឯងឲ្យធ្វើអីមានលុយណាស់មែនទេចាប់គេទៅស៊ូឈីងក៏មិននឹកស្មានថានឹងជួបនារីដែលខ្លួនបានបាញ់ថ្នាំពុលដាក់កាលពីយប់មិញតាមរបៀបនេះដែរហើយមើលទៅនាងក៏មានការចងចាំល្អដែរនារីអាវក្រហមឈ្មោះជូលើនាងភ័យស្លន់ស្លោរត់យកព្រះអាយុទោះបីមិនត្រូវស៊ូឈីងវីក៏ថ្ងៃនេះពិបាកការពារខ្លួនដែរព្រោះត្រូវបញ្ចូលចំកន្លែងស្លាប់មួយផ្លែតខ្ញុំឲ្យឱកាសឯងកែខ្លួនតែម្ដងប៉ុណ្ណោះបើខ្ញុំមិនពេញចិត្តឯងស្លាប់ខ្ញុំដឹងពីកន្លែងលាក់ខ្លួនរបស់យាយជីវយ៉ាងហោចណាស់ក៏មានតម្លៃ30ក្នុងវិញ្ញាណដែរយាយជីវគឺជាមនុស្សរបស់ Night Walker និយាយចំណុចសំខាន់គេដឹងពីទីតាំងមូលដ្ឋានរបស់ Night Walker ខ្ញុំអាចជួយឯងត្រួតពិនិត្យបានយោពមមើលទៅថ្ងៃក្រោយការធ្វើរកនឹងក្លាយជាចំណុចពិសេសរបស់ក្រុមទី7ហើយតែលើកនេះស៊ូឈីងបានបន្ថែមរបស់ពិសេសផ្ទាល់ខ្លួនចូលទៅលើកាក់មានថ្នាំពោល3ថ្ងៃទៀតយកដំណឹងមកបដូរថ្នាំបន្សាបនីវឃើញអាល្អិតនេះកាន់តែមើលកាន់តែពេញចិត្តមិននឹកស្មានថាទើបតែចូលធ្វើការក៏ចេះរកភ្នាក់ងារបានភ្លាមមិនអន់ទេចេះដាក់នុយវែងទៀតតោះចុងក្រោយនាំឯងទៅជួបមិត្តភក្តិម្នាក់មិត្តភក្តិចុងក្រោយដែលគេនិយាយគឺជាជំនួយដ៏ធំបំផុតសម្រាប់ស៊ូឈីងនៅពេលនេះសមត្ថភាពផលិតអាវុធគឺលេខ1ក្នុងបក់ទោះបីឈ្មោះចាងសានតែចិត្តទូលីណាស់មកដល់ភ្លាមក៏ឲ្យដាវដែលអាចបង្កើនល្បឿនទុកវេទមន្តធ្វើឲ្យនីវដែលនៅក្បែរច្រណែនស្ទើរឈួតយកទៅនេះជាថ្លៃការពារដែលគេឲ្យឯងដើម្បីកុំឲ្យមានបញ្ហានៅថ្ងៃក្រោយអរគុណបងប្រុសឯងទៅសាកមើលចុះថ្ងៃនេះចំណេញបានមិនតិចទេហើយនៅពេលដែលស៊ូឈីងត្រឡប់មកទុកវេទមន្តវិញដាក់របស់សម្រាប់វឹកហាត់ចូលទៅទើបដឹងថាល្បឿនវឹកហាត់កើនឡើងខ្លាំងប៉ុណ្ណាមួយថ្ងៃ1000លីក៏មិនមែនជាបញ្ហាគ្រាន់តែថា